ត្រូវតែសាកនៅលើក្រណាត់យើងមានសួស្តីពុកម៉ែបងប្អូនអស់គ្នាខ្ញុំជឿថាមានបងប្អូននារីគាត់ជាច្រើនដែលគាត់ចង់ចេះអ៊ុតសម្លៀកបំពាក់ជាពិសេសខោរបស់គ្រួសារគាត់អីអញ្ចឹងណាពេលចេញទៅកម្មវិធីដូចជាមង្គលការអីគាត់តែងតែចង់អ៊ុតសម្លៀកបំពាក់ឲ្យគ្រួសារគាត់ប៉ុន្តែគាត់អ៊ុតទៅគាត់ខ្លាចមានបញ្ហាដូចជាឆេះអីអញ្ចឹងណាបងប្អូនអរគ្នាចាតោះឥឡូវនេះទៅមើលរបៀបអ៊ុតខោចាអ៊ុតជើងខោជាមួយខ្ញុំទាំងអស់គ្នាណាបងប្អូនអរគ្នាតោះ let's go តោះបងប្អូនអរគ្នាអ្នកដែលគាត់ចង់ចេះអ៊ុតជើងខោអ៊ុតខោឬក៏អ៊ុតអាវអីទៅកម្មវិធីអីអញ្ចឹងណាបងប្អូនអរគ្នាហើយគាត់តែងតែថាមានឆ្នាំងអ៊ុតហើយប៉ុន្តែអត់ចេះប្រើអត់ចេះអ៊ុតចឹងតបងប្អូនអរគ្នាមកដឹងអំពីរបៀបអ៊ុតជើងខោជាមួយខ្ញុំទាំងអស់គ្នាណាចាមុនដំបូងគឺបងប្អូនចាប់ជើងខោឲ្យត្រូវនេះបងប្អូនអរគ្នានេះយើងយកអាថ្នេរហ្នឹងណាថ្នេរកដាលហ្នឹងដាក់ចំគ្នាសងខាងចឹងណាបងប្អូនអរគ្នាចាយើងយកមកតម្រៀបចឹងឲ្យហើយឲ្យវាត្រូវបស៊ីថ្នេរលើគ្នាចឹងមកចាបន្ទាប់មកគឺយើងធ្វើការបើកឆ្នាំងអ៊ុតទុកឲ្យវាមានកម្ដៅអញ្ចឹងទៅយើងយកមកសាកនៅលើកណាត់សិនអញ្ចឹងណាចង់ដឹងថាកម្ដៅវាខ្លាំងឬក៏ខ្សោយចាបើសិនជាកម្ដៅខ្លាំងពេកគឺយើងអាចបន្ថយវាតិចមកអញ្ចឹងណាបើសិនជាកម្ដៅអត់មិនទាន់សូវក្ដៅទេគឺយើងអាចបន្ថែមវាបានចាបន្ទាប់ពីយើងសាកនៅលើក្រណាត់ហើយគឺយើងយកមកអ៊ុតលើសាច់ខោតែម្ដងបងប្អូនអរគ្នាតែយើងមុនដំបូងហ្នឹងគឺយើងត្រូវតែសាកនៅលើក្រណាត់យើងមានក្រណាត់សាកមួយសិនណាការពារកុំឲ្យថាយើងអត់ចេះអ៊ុតដល់ពេលយើងអ៊ុតទៅវាធ្វើឲ្យឆេះសាច់ខោអីចឹងណាបងប្អូនអរគ្នាចាអញ្ចឹងយើងដាក់វាឲ្យស្មើថ្នេរកដាលអញ្ចឹងមកគឺយើងទាញវាមកខាងអញ្ចឹងមកគឺបានថ្នេរខោឬក៏ភ្លីខោដែលមានភ្លីស្អាតល្អណាបងប្អូនអរគ្នាចានេះឃើញទេភ្លីវាស្អាតល្អឃើញទេបងប្អូនអរគ្នាចាអញ្ចឹងនេះពីរបៀបអ៊ុតជើងខោបងប្អូនចង់ចេះអាចរៀនតាមវិធីសាស្ត្រនឹងបានណាអរគុណ